ជំរាបសួរបងប្អូនទាំងគ្នាជួបជាមួយខ្ញុំជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងគ្នាមកស្គាល់ពីសត្វព្រៃមួយប្រភេទដែលមានឈ្មោះថាជាសត្វឆ្លុះបងប្អូនហើយឈ្មោះវាមួយទៀតគឺឈ្មោះថាជាសត្វរំពាបងប្អូនតែឈ្មោះជាសត្វរំពាបងប្អូនមិនសូវស្គាល់ទេតែបើថាឈ្មោះជាសត្វឆ្លុះនោះមកតែបងប្អូនស្គាល់ច្បាស់ហើយសត្វឆ្លុះបងប្អូនវាមានរោមពណ៌ត្នោតលឿងហើយមានភាពស្រគាំនៅផ្នែកខាងលើនិងប្រឡែតនៅផ្នែកខាងក្រោមនៅលើផ្ទៃមុខបង្ហាញនៅខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំងពីររបស់វាបងប្អូននៅខាងលើកន្ទុយមានពណ៌ក្រហមនិងខាងក្រោមមានពណ៌សសត្វឆ្លុះមានឈ្មោះជាជីវសាស្ត្រថា Red Mulchak ស្ថិតនៅក្នុងអម្បូរប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោកបងប្អូនសត្វឆ្លុះត្រូវបានចុះទៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលអាស្រ័យទៅលើកិច្ចអភិរក្សនៅតាមតំបន់នានាដែលវារស់នៅសត្វប្រភេទនេះមាននៅប្រទេសឥណ្ឌារហូតដល់ប្រទេសចិនខាងត្បូងក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍យើងផងដែររួមមានកម្ពុជាព្រមទាំងកោះស៊ុមាត្រាកោះចាវ៉ានិងកោះបាលីសត្វប្រភេទនេះកំពុងតែប្រឈមនឹងការគ្រោះថ្នាក់បងប្អូនដោយសារតែការបរបាញ់ការបដាឆ្កែតាក់ចាប់បងប្អូននិងការដាក់តាក់ដើម្បីយកសាច់ធ្វើជាអាហារព្រមទាំងគ្រោះថ្នាក់ដោយសារតែពពួកសត្វដែលស៊ីសាច់ជាអាហារផងដែរយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញឆ្លុះអាចរស់នៅបានគ្រប់ប្រភេទព្រៃបងប្អូនមួយវិញទៀតវាអាចបន្លឺសំឡេងខ្លាំងនិងតគ្នាបងប្អូនរហូតទៅដល់1ម៉ោងឯណោះប្រសិនបើវាជួបគ្រោះអាសន្នណាមួយហើយសំឡេងនេះវាលឺរហូតទៅដល់ប្រមាណជាចម្ងាយ1គីឡូដីឯណោះបងប្អូនសត្វនេះវាស៊ីរុក្ខជាតិជាអាហារបងប្អូនដូចជាប្រភេទត្រួយរុក្ខជាតិបងប្អូនមែកឈើតូចជាពិសេសស្លឹករុក្ខជាតិហើយនឹងផ្លែឈើដែលធ្លាក់ព្រមទាំងដំណោះកូនឈើផងដែរនៅតំបន់ខ្លះវាធ្វើសកម្មភាពនឹងចេញរោគចំណីនៅពេលថ្ងៃប៉ុន្តែវាក៏អាចធ្វើសកម្មភាពនឹងរោគចំណីនៅពេលយប់បានផងដែរចំពោះរដូវបន្តពូជរបស់សត្វឆ្លុះវិញបងប្អូនគឺធ្វើឡើងចាប់ពីខែធ្នូរហូតដល់ខែមករានិងផ្ដល់កំណើតកូនជាទូទៅមួយបងប្អូនតែក៏មានករណីខ្លះមានភ្លុះផងដែរឆ្លុះស្ថិតនៅក្នុងប្រភេទសត្វជំរុះស្នែងបងប្អូនហៅជាភាសាអង់គ្លេសថា Antler ដែលមានមាឌតូចនិងមានស្នែងប្រវែងពី10ទៅ15សង់ទីម៉ែត្រព្រមទាំងប្រវែងខ្នែងវាបងប្អូនមិនលើសពី5សង់ទីម៉ែត្រនោះទេចំពោះឆ្លុះញីគ្មានស្នែងដូចជាឆ្លុះឈ្មោលទេបងប្អូនគ្រាន់តែវាលេចចេញនៅដុំពកឆ្អឹងតូចនៅលើក្បាលជាមួយនឹងរោមដុសកញ្ញុមតែប៉ុណ្ណោះសត្វនេះវាអាចរស់នៅបានចន្លោះពីអាយុពី10ទៅ12ឆ្នាំនេះបើវារស់នៅក្នុងព្រៃបងប្អូនតែបើវារស់នៅក្នុងការថែទាំណាមួយវាអាចរស់នៅចន្លោះពីអាយុ15ទៅ18ឆ្នាំឯណោះមួយវិញទៀតឆ្លុះញីនិងឆ្លុះឈ្មោលវាមានចង្កូមដូចគ្នាបងប្អូនប៉ុន្តែចំពោះឆ្លុះឈ្មោលវិញវាមានចង្កូមវែងជាងដែលវាជាទូទៅប្រើសម្រាប់ប្រយុទ្ធគ្នាជាមួយនឹងគូប្រជែងនៅពេលដែលវាដណ្ដើមញីនារដូវបន្តពូជវីដេអូរបស់ខ្ញុំមានតែប៉ុណ្នេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត